កងកម្លាំងម៉ៃហ្វុសរបស់កម្ពុជាក្នុងសម័យសាធារណរដ្ឋខ្មែរយើងត្រឡប់ទៅក្នុងប្រវត្តិសាស្ត្រសង្គ្រាមរបស់កម្ពុជាដ៏ជោគជាំយើងឃើញនៅក្នុងសម័យកាលសាធារណរដ្ឋខ្មែរមានឈ្មោះកងកម្លាំងមួយដែលមានអ្នកចាប់អារម្មណ៍ជាច្រើនអំពីប្រវត្តិសាស្ត្រសង្គ្រាមនៅអាស៊ីអាគ្នេយ៍នោះគឺកងកម្លាំងម៉ៃហ្វុសឬ Mobile Stick Force សម្រាប់មនុស្សជាច្រើនឈ្មោះនេះអាចស្ដាប់ទៅដូចជាកងកម្លាំងអស្ចារ្យមួយដែលធ្លាប់ធ្វើប្រតិបត្តិការនៅក្នុងព្រៃភ្នំនិងតំបន់ព្រំដែនដ៏គ្រោះថ្នាក់ក្នុងសម័យសង្គ្រាមឥណ្ឌូចិនប៉ុន្តែសម្រាប់ប្រទេសកម្ពុជាយើងកងកម្លាំងម៉ៅហ្វុសមិនមែនគ្រាន់តែជាកងកម្លាំងពិសេសប៉ុណ្ណោះទេកងកម្លាំងនេះគឺជាផ្នែកមួយនៃសង្គ្រាមដ៏ស្មុគស្មាញដែលបានបំលែងប្រទេសកម្ពុជាពីប្រទេសដែលប្រកាន់យកអព្យាក្រឹតទៅជាសមរភូមិក្តៅគគុករវាងមហាអំណាចនិងកងកម្លាំងនយោបាយផ្សេងៗនៅក្នុងតំបន់សានការប្រទេសកម្ពុជាមុនឆ្នាំ1970នៅពេលនោះព្រះបាទនរោត្តមសីហនុបានប្រកាន់យកនយោបាយអព្យាក្រឹតក្នុងបរិបទសង្គ្រាមត្រជាក់កម្ពុជាព្យាយាមរក្សាខ្លួនឲ្យឆ្ងាយពីការប្រឈមមុខរវាងសហរដ្ឋអាមេរិកនិងប្លុកកុម្មុយនីសប៉ុន្តែក្នុងការពិតមួយត្រូវបានកើតឡើងសង្គ្រាមវៀតណាមបានរាលដាលចូលក្នុងទឹកដីកម្ពុជាបន្តិចម្ដងរហូតធ្វើឲ្យអស្ថិរភាពនៅក្នុងប្រទេសកម្ពុជាកងទ័ពវៀតណាមខាងជើងនិងវៀតកុងបានប្រើតំបន់ព្រំដែនកម្ពុជាជាមូលដ្ឋានសម្រាប់ដឹកជញ្ជូនកម្លាំងនិងសម្ភារៈយោធាសម្រាប់ធ្វើសង្គ្រាមកម្ពុជានៅថ្ងៃទី18ខែមិនិនាឆ្នាំ1970រដ្ឋប្រហារមួយត្រូវបានកាត់ឡើងលោកលន់ នល់និងយោធាជាច្រើនបានបង្កើតសាធារណរដ្ឋនេះឡើងនៅថ្ងៃទី18មិនិនាឆ្នាំ1970ព្រឹត្តិការណ៍នេះបានផ្លាស់ប្តូរប្រវត្តិសាស្ត្រកម្ពុជាទាំងស្រុងនិងមិនធ្លាប់មានអំពីការធ្វើរដ្ឋប្រហារក្នុងប្រវត្តិសាស្ត្រពីប្រទេសដែលប្រកាន់អព្យាក្រឹតកម្ពុជាបានក្លាយជាផ្នែកមួយនៃសង្គ្រាមប្រឆាំងកម្មកុម្មុយនីសក្នុងតំបន់នៅពេលដែលលោកលន់ នល់បានធ្វើរដ្ឋប្រហារបន្ទាប់ពីរដ្ឋប្រហារកងទ័ពសាធារណរដ្ឋខ្មែរកំពុងប្រឈមមុខនឹងបញ្ហាធំៗជាច្រើនបញ្ហាត្រង់កងកម្លាំងរបស់សម័យសាធារណរដ្ឋខ្មែរមានបទពិសោធន៍តិចនិងសម្ភារៈមិនគ្រប់គ្រាន់ការបណ្ដុះបណ្ដាលហ្វឹកហាត់ទៅលើកងកម្លាំងនៅមានកម្រិតហើយត្រូវប្រឈមមុខជាមួយសត្រូវដែលមានបទពិសោធន៍ខ្ពស់យូរឆ្នាំដូចជាកងទ័ពវៀតណាមជាដើមក្នុងស្ថានភាពដ៏តានតឹងនេះកងកម្លាំងពិសេសជាច្រើនត្រូវបានបង្កើតឡើងនៅក្នុងសម័យសាធារណរដ្ឋខ្មែរដែលក្នុងគោលបំណងនៃការបង្កើតនូវកងកម្លាំងផ្សេងៗនេះគឺដើម្បីទប់ទល់ជាមួយនឹងកងទ័ពវៀតណាមក្នុងចំណោមនោះកងទ័ពម៉ៃហ្វុសក៏ជាកងកម្លាំងដែលមានឈ្មោះល្បីជាងគេនិងមានសមត្ថភាពខ្ពស់ជាងគេម៉ៃហ្វុសដើមកំណើតពិតប្រាកដមិនមែនកើតនៅក្នុងទឹកដីប្រទេសកម្ពុជាទេវាគឺជាកងកម្លាំងពិសេសដែលបង្កើតឡើងដោយកងកម្លាំងពិសេសអាមេរិកគោលបំណងរបស់ពួកគេគឺបង្កើតកម្លាំងប្រតិកម្មរហ័សដែលអាចចល័តបានលឿនចូលវាយប្រហារសង្គ្រោះមូលដ្ឋានឬធ្វើប្រតិបត្តិការពិសេសនៅតំបន់ព្រៃភ្នំកងកម្លាំងនេះមានសមាជិកចម្រុះជាតិសាសន៍កងទ័ពម៉ៃហ្វុសភាគច្រើនជាខ្មែរក្រោមនិងជាជនជាតិភាគតិចផ្សេងនៅតំបន់ឥណ្ឌូចិនសម្រាប់កម្ពុជាកម្លាំងដែលគេនិយាយច្រើនជាងគេគឺកងទ័ពខ្មែរក្រោមដែលធ្លាប់បម្រើការនៅក្នុងម៉ៃហ្វុសនៅវៀតណាមខាងត្បូងហើយក្រោយឆ្នាំ1970ត្រូវបានបញ្ជូនមកជួយរដ្ឋាភិបាលសាធារណរដ្ឋខ្មែរខ្មែរក្រោមគឺជាជនជាតិខ្មែរដែលរស់នៅតំបន់កម្ពុជាក្រោមពួកគេមានបទពិសោធន៍ប្រយុទ្ធខ្ពស់ព្រោះបានចូលរួមសង្គ្រាមជាមួយកងកម្លាំងពិសេសអាមេរិកអស់ជាច្រើនឆ្នាំនៅពេលមកដល់កម្ពុជាពួកគេត្រូវបានគេមើលឃើញថាជាកងកម្លាំងដែលមានសមត្ថភាពអស្ចារ្យក្លាហាននិងអាចប្រយុទ្ធដោយមានប្រសិទ្ធភាពជាងកងទ័ពធម្មតាមួយចំនួនរូបភាពរបស់ទាហានម៉ៃហ្វុសនៅក្នុងសម័យនោះមានភាពខុសប្លែកពីកងទ័ពទូទៅពួកគេពាក់ឯកសណ្ឋានបែបកងទ័ពពិសេសប្រើអាវយឺតពណ៌ខ្មៅឬពណ៌បៃតងខ្មៅស្លៀកពាក់ស្រាលសម្រាប់នឹងមនុស្សជាច្រើនចងចាំនៅស្លាកសញ្ញារលាក្បាលដែលយើងហៅថាក្បាលខ្មោចដែលពួកគេមើលទៅគួរឲ្យខ្លាចជីវិតរបស់ទាហានម៉ៃហ្វុសមិនដូចជាក្នុងរឿងភាពយន្តព្រាមទេដែលមើលទៅវាមានភាពសុខស្អាតនោះទេប៉ុន្តែធាតុពិតពួកគេច្រើនត្រូវបានចូលប្រតិបត្តិការនៅតំបន់ដែលគ្មានសុវត្ថិភាពមានការវាយឆ្មក់គ្រប់ពេលនិងប្រឈម
និងការខ្វះខាតស្បៀងជាពិសេសនោះប្រឈមនឹងការបាត់បង់ជីវិតសមរភូមិកម្ពុជានៅក្នុងឆ្នាំ1970គឺពោរពេញទៅដោយភាពចលាចលខេត្តជាច្រើនធ្លាក់ក្នុងការគ្រប់គ្រងរបស់កងទ័ពកុម្មុយនីសគណៈកងទ័ពរដ្ឋាភិបាលព្យាយាមទប់ទល់នឹងការពារនៅទីក្រុងភ្នំពេញដែលជាទីក្រុងដ៏សំខាន់នៅក្នុងសម័យសាធារណរដ្ឋខ្មែរនៅក្នុងប្រតិបត្តិការជាច្រើនម៉ៃហ្វុសត្រូវបានប្រើកម្លាំងវាយលុកមុនពួកគេចូលទៅកាន់តំបន់ព្រៃជ្រៅៗតំបន់ព្រំដែននិងមូលដ្ឋានដែលគេជឿថាមានកងទ័ពវៀតណាមខាងជើងឬខ្មែរក្រហមស្ថិតនៅពួកគេច្រើនធ្វើដំណើរតាមឧទ្ធម្ភាគចក្រឬរថយន្តយោធាហើយចូលប្រយុទ្ធយ៉ាងលឿនមុននឹងដកថយចេញទៅវិញវិធីសាស្ត្រនេះធ្វើឲ្យម៉ៃហ្វុសមានកេរ្តិ៍ឈ្មោះថាជាកងចល័តរហ័សនិងអាចវាយប្រហារបានគ្រប់ពេលវេលាមិនមែនត្រឹមតែជាការខ្វះខាតកម្លាំងទេប៉ុន្តែបញ្ហានយោបាយអំពើពុករលួយនិងការបែងចែកអំណាចក្នុងជួររដ្ឋាភិបាលធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ឡើងរហូតដល់ថ្ងៃទី7មេសាឆ្នាំ1975កងទ័ពសាធារណរដ្ឋខ្មែរត្រូវបានចាញ់ក្រោមកងទ័ពរបស់ខ្មែរក្រហមទោះបីជាមានកងកម្លាំងពិសេសដូចជាម៉ៃហ្វុសក៏ដោយក៏កងទ័ពសាធារណរដ្ឋខ្មែរទាំងមូលនៅតែប្រឈមនឹងសត្រូវដែលមានសមត្ថភាពខ្លាំងសង្គ្រាមនៅកម្ពុជាមិនមែនជាសង្គ្រាមរវាងខ្មែរនិងខ្មែរប៉ុណ្ណោះទេប៉ុន្តែវាជាសង្គ្រាមដែលមានការចូលរួមពីប្រទេសជាច្រើននៅក្នុងតំបន់ឥណ្ឌូចិនសហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធានិងការបណ្ដុះបណ្ដាលដល់កងទ័ពសាធារណរដ្ឋខ្មែរខណៈវៀតណាមខាងជើងនិងចិនគាំទ្រខ្មែរក្រហមកម្ពុជាបានក្លាយជាសមរភូមិមួយនៃសង្គ្រាមត្រជាក់ក្នុងបរិបទនេះម៉ៃហ្វុសត្រូវបានគេចាត់ទុកថាជាផ្នែកនៃយុទ្ធសាស្ត្រប្រឆាំងកុម្មុយនីសរបស់សហរដ្ឋអាមេរិកនៅឥណ្ឌូចិនអ្វីដែលធ្វើឲ្យម៉ៃហ្វុសមានភាពល្បីល្បាញរហូតដល់សប្តាហ៍នេះគឺភាពក្លាហាននៅក្នុងសមរភូមិនិងភាពអស្ចារ្យដែលអាចប្រយុទ្ធបានគ្រប់ទិសទីនេះអាចប្រយុទ្ធនៅក្នុងស្ថានភាពដែលកងកម្លាំងធម្មតាមិនអាចធ្វើទៅបានពួកគេច្រើនត្រូវបានបញ្ជូនទៅមូលដ្ឋានដែលជិតត្រូវឡោមព័ទ្ធឬទៅសង្គ្រោះកងកម្លាំងដែលជាប់ក្នុងការវាយប្រហារការប្រយុទ្ធជាច្រើនមានភាពសាហាវនិងឃោរឃៅបំផុតនៅក្នុងឆ្នាំ1972និងឆ្នាំ1973ស្ថានភាពសង្គ្រាមកាន់តែអាក្រក់ឡើងខ្មែរក្រហមបានពង្រីកការគ្រប់គ្រងនៅតំបន់ជនបទគណៈកងទ័ពរដ្ឋាភិបាលពឹងផ្អែកលើជំនួយអាមេរិកទោះបីជាម៉ៃហ្វុសនិងកងកម្លាំងពិសេសនៅតែបន្តប្រយុទ្ធក៏ដោយប៉ុន្តែការបាត់បង់កម្លាំងនិងសម្ពាធសង្គ្រាមបានធ្វើឲ្យសាធារណរដ្ឋកាន់តែទន់ខ្សោយនៅពេលដែលយើងនិយាយដល់ម៉ៃហ្វុសមនុស្សជាច្រើនតែងនឹកឃើញភាពក្លាហាននិងការប្រយុទ្ធដ៏ម៉ឺងម៉ាត់និងមានសមត្ថភាពនៅក្នុងការប្រយុទ្ធប៉ុន្តែនៅពីក្រោយឯកសណ្ឋានដែលមានសញ្ញាក្បាលខ្មោចមួយនេះគឺជាការលះបង់នៅអាយុជីវិតខ្លះជាយុវជនខ្មែរដែលចូលបម្រើការជាម៉ៃហ្វុសដោយសារជាតិនិយមឯខ្លះទៀតជាជនភៀសសឹកខ្លួនពីតំបន់សង្គ្រាមនៅពេលសង្គ្រាមកាន់តែខិតជិតដល់ទីក្រុងកម្លាំងរបស់សាធារណរដ្ឋខ្មែរក៏ចាប់ផ្ដើមបាត់បង់សមត្ថភាពជំនួយបរទេសថយចុះការផ្គត់ផ្គង់សម្ភារៈមានបញ្ហាហើយទឹកចិត្តទាហានជាច្រើនក៏បានធ្លាក់ចុះទោះជាយ៉ាងណាកងកម្លាំងម៉ៃហ្វុសមួយចំនួននៅតែបន្តប្រយុទ្ធរហូតដល់ថ្ងៃចុងក្រោយនៃសម័យសាធារណរដ្ឋខ្មែរនៅថ្ងៃទី17មេសាឆ្នាំ1975គឺជាថ្ងៃដែលប្រវត្តិសាស្ត្រប្រទេសកម្ពុជាបានផ្លាស់ប្ដូរម្ដងទៀតខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញហើយសាធារណរដ្ឋខ្មែរត្រូវបានបញ្ចប់សម្រាប់ទាហានម៉ៃហ្វុសនិងកងទ័ពជាច្រើននោះគឺជាចុងបញ្ចប់នៃសង្គ្រាមមួយប៉ុន្តែវាជាការចាប់ផ្ដើមនៃសោកនាដកម្មដ៏ធំបំផុតសម្រាប់ប្រទេសកម្ពុជារបស់យើងបន្ទាប់ពីការដួលរលំរបស់សម័យសាធារណរដ្ឋខ្មែរអតីតទាហានជាច្រើនបានភៀសខ្លួនទៅនៅក្រៅប្រទេសអ្នកខ្លះបន្តជីវិតនៅជំរំភៀសខ្លួនតាមព្រំដែនអ្នកខ្លះបានទៅរស់នៅសហរដ្ឋអាមេរិកបារាំងអូស្ត្រាលីនិងប្រទេសផ្សេងៗជាច្រើន